បាទស្ដីពុកម៉ែបងប្អូនបាទអឺថ្ងៃមិញខ្ញុំទិញអេតចាយនំដុំនៅខាងកើតផ្សារតាពាំងផងយើងអាផ្លូវការភូមិស្អីទេអឺខាងកើតប្រាំងផងអភូមិស្អីគេភ្លេចបាត់ហើយមិនដឹងតែផ្លូវខាងកើតប្រាំងផងខ្ញុំទិញអេតចាយដល់ពេលខ្ញុំបកមកពីកន្លែងលក់អេតចាយវិញឃើញសមត្ថកិច្ចគាត់ចោះចាប់អ្នកលក់មិនដឹងអ្នកលក់ដឹងអ្នកទិញទេបងប្អូនអត់ដឹងប៉ុន្តែឃើញគាត់ប្រតិបត្តិការចាប់បានពី3នាក់មីងខាងគ្រឿងញៀនណាបងប្អូនប៉ុណ្ណឹងខាងលក់ដឹងខាងជក់អត់ដឹងទេខាងប្រើប្រាស់ដឹងអ្នកលក់ទេចាប់បានពី3នាក់ដែរនៅតាខាងកើតតាឡាប់លេកើតតាប្រាំងផងយើងបងប្អូនហ្នឹងហើយបងប្អូនក្មេងៗកុំកែប្រើប្រាស់ពេកវាអត់ប្រយោជន៍អីទេអត់មានអីជាផលប្រយោជន៍ទេខំប្រឹងរកស៊ីទៅកុំគិតតែរឿងឆ្នាំរឿងគ្រឿងញៀនហ្នឹងអត់ប្រយោជន៍ទេគ្មានអីប្រយោជន៍សង្គមយើងគេស្អប់ខ្ពើមណាស់អញ្ចឹងកុំប្រព្រឹត្តពេកឈប់បានឈប់ទៅបើសិនជាអាចបំណងល្អពីបងបោះជំនាន់មុនអត់អីមានអីប្រយោជន៍ទេបាយបាយបាទហើយសួស្តីពុកម៉ែបងប្អូនបាទខ្ញុំថ្ងៃមិញខ្ញុំដល់ទិញអេតចាយបងប្អូនទិញអេតចាយទៅខ្ញុំទិញបានអានេះកៅឆ្នាំងដីហ្នឹងហើយឆ្នាំងភ្លើងហ្នឹងហើយទិញអាហ្នឹងបាន2 4 6 7ដែរបងប្អូននេះទិញបាន7បងប្អូនហើយបើបងប្អូនណាឃើញវីដេអូហ្នឹងបើបងប្អូនណាចង់បាននេះខ្ញុំលក់ឲ្យវិញតែ2 5,000ទេបងប្អូន2 5,000 1 5,000 1 5,000 1 5,000បងប្អូនខ្ញុំលក់ឲ្យវិញលក់ឲ្យ 1 5,000បងប្អូនណាចង់បានលក់ឲ្យធូរថ្លៃនៅស្អាតអត់មានខូចទេបងប្អូនអត់មានខូចទេនៅប្រើបាននៅស្អាតនៅស្អាតបងប្អូននៅប្រើបានបងប្អូនណាចង់បានយកទៅដាក់គ្រួសារហូបធ្វើឆ្នាំងភ្លើងហូបគ្រួសារបងប្អូនខ្ញុំលក់ឲ្យវិញបងប្អូនណាចង់បានតាក់ទងមកនៅស្អាតបងប្អូននៅស្អាតនៅស្អាតតែម្ដង